ស្ដីអ្នកគ្នាខ្ញុំបានវាសនាថ្ងៃនេះខ្ញុំរៀន scan មេរោគនៅលើកុងទ័ររបស់យើងហើយនឹងលុបមេរោគដែលមាននៅលើកុងទ័ររបស់យើងដែលប្រើការបានហ្នឹងយើងលុបចោលអស់ទៅជាហ៊ានដំបូងនោះគឺយើងត្រូវមានកុងទ័រសិនបាទបើអត់មានកុងទ័រយើងអត់ដឹងសម្អាតមកទេបាទជំហានទី1យើងចុចពាក្យថា window បូកនឹងអក្សរ O បាទយើងចេញផ្ទាំងបែបនេះបាទបែបពាក្យថា MRT មកណានេះហើយចុច enter តមកវាចេញបែបនេះយើងចុច J តមកទៀតវាចេញបែបនេះយ៉ាងនេះហើយយើងចុច Next មកកុំទៅខ្វល់ច្រើននេះរួចរាល់វាកំពុងតែ scan មេរោគនៅលើកុងទ័ររបស់យើងការ scan របស់យើងវារួចរាល់ហើយបាទយើងចុចទីនេះមកហើយយើងមកមើលពីការសម្អាតមេរោគវិញយើងចុច Windows បូក R ដែរមកហើយយើងវាយពាក្យភាគរយtemp អក្សរ P ហើយភាគរយចឹងមកជួនថាយើងចេញផ្ទាំងបែបនេះនេះសិតតែជាមេរោគដែលអត់បានការយើងចុច select វាទាំងអស់មកបាទហើយយើងចុចលុបមកបាទវាដំណើរការលុបហើយចុចដល់លុបហើយសោះប៉ុណ្ណេះវាអាហ្នឹងវាអាចតែជាមេរោគបានការដែលយើងអាចលុបបានទេយើងទុកវាបាទសូមអរគុណសម្រាប់ការតាមដានហើយសូមជួយ follow TikTok របស់ខ្ញុំផងបាទហើយខ្ញុំកុំភ្លេចទៅជួយ follow Facebook page របស់ខ្ញុំផងមកមានឈ្មោះថាវាសនាបាទគ្រប់ follow 10k ខ្ញុំបញ្ចេញវីដេអូបង្រៀនកូដភាសា C និង C++ free តែម្ដងបាទសូមអរគុណ